បាទសួស្តីអ្នកនរគ្នានៅក្នុង clip វីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីគន្លឹះពាក់ព័ន្ធនឹងការឆែកទិន្នន័យពេលដែលគេផ្ញើរូបភាពចូល Telegram យើងដោយភាពរហ័សដោយមិនចាំបាច់អូសមើលចល័តបាទអញ្ចឹងអ្នកនរគ្នាអាចចូលទៅក្នុង Telegram បាទជាទូទៅអ្នកនរគ្នាប្រកាសជាចង់ដឹងនៅព័ត៌មានដែលគេផ្ញើមកនៅក្នុងថ្ងៃណាខែណាឆ្នាំណាអញ្ចឹងទៅបាទខ្ញុំនិយាយនេះគឺសំដៅទៅលើរូបភាពទេពាក់ព័ន្ធនឹង voice ក៏មួយក៏ file ខ្ញុំប្រាប់ផ្សេងបាទដើម្បីឆែកលឿនអ្នកនរគ្នាជាទូទៅចូលមកបែបនេះចូលមកក្នុង account របស់គាត់មកបន្តមកទៀតអ្នកនរគ្នាចុចទៅលើ media file and voice នេះ and link guest and group បាទអានេះគឺអត់បង្ហាញពាក់ព័ន្ធទៅនឹងថ្ងៃខែទេបាទវាគ្រាន់តែជាការឆែករូបភាពឬក៏វីដេអូ voice link អញ្ចឹងទៅបាទវាអត់បង្ហាញទៅលើថ្ងៃខែឆ្នាំកំណើតសំទោសថ្ងៃខែឆ្នាំទេបាទអញ្ចឹងដើម្បី sell យើងអាចចុចអញ្ចឹងទៅឃើញ media ហ្នឹងយើង sell មកបាទនៅក្នុងគោលបំណងខ្ញុំនៅក្នុងវីដេអូនេះគឺបង្ហាញអ្នកនរគ្នាពីរបៀបឆែករូបភាពទៅតាមថ្ងៃខែបាទអញ្ចឹងអ្នកនរគ្នាប្រកាសជាចូលមកអ្នកនរគ្នាអូសអញ្ចឹងជាទូទៅអញ្ចឹងខ្ញុំអត់ recommend ឲ្យអ្នកនរគ្នាអូសអញ្ចឹងទេអ្នកនរគ្នាគ្រាន់តែមើលទៅលើនេះ today ឬមកក៏ every អញ្ចឹងអ្នកនរគ្នាចុចទៅលើហ្នឹងមកអ្នកនរគ្នានឹងអាចឃើញពាក់ព័ន្ធនឹង calendar ណា calendar ហ្នឹងវាមាន2025ខែ2ខែ1អញ្ចឹងអ្នកនរគ្នាចង់មើលរូបភាពណាដែលគាត់ផ្ញើមកនេះមានថ្ងៃទី1ថ្ងៃទី5ថ្ងៃទី3អញ្ចឹងទៅបាទក្នុងខែ10 2024នេះគាត់ផ្ញើរូបភាពច្រើនសម្រាប់ខ្ញុំអញ្ចឹងណាបាទអញ្ចឹងយើងមើលទៅតាមថ្ងៃខែឆ្នាំដែលគាត់ផ្ញើពេលដែលគាត់ active account ហ្នឹងបាទបើសិនជាគាត់ទៅបង្កើតវាចំណាប់អស់អ្វីដែលគាត់ចាប់ផ្ដើមផ្ញើយើងអញ្ចឹងណាក្នុងឆ្នាំ2023គាត់អត់មានទេគាត់ទៅលេង2024ទេ Telegram ណាបាទអញ្ចឹងអាចឆែកអញ្ចឹងបានអ្នកគ្នាបាទវាមានភាពងាយស្រួលវាភាពរហ័សបាទអញ្ចឹងមួយទៀតអ្នកនរគ្នាចង់លុបបាទចង់លុបទៅលើរូបភាពដែលអ្នកនរគ្នាឬក៏គាត់ផ្ញើមកឲ្យយើងអ្នកនរគ្នាចុចពាក្យ select ហ្នឹងមកអ្នកនរគ្នាអាច select ថ្ងៃទី3ថ្ងៃទី11 12ថ្ងៃ13ថ្ងៃ15 18 28អញ្ចឹងទៅអ្នកនរគ្នាអាច clear history for this day បាទបន្តមកទៀតវាសួរថា delete for me and គណនីមួយទៀតហ្នឹង303ហ្នឹងគឺមកក៏ delete just for me អញ្ចឹងខ្ញុំសូមយក delete នេះ delete for me and account របស់គាត់ប៉ុន្តែខ្ញុំមិន delete ដោយសារតែយើងទុកអនុស្សាវរីយ៍មួយគ្នាយើងមិនបាច់ចាំ delete ទេបាទអញ្ចឹងការបង្ហាញនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ការឆែកពាក់ព័ន្ធទៅនឹងរូបភាពពេលដែលគាត់ផ្ញើចូល Telegram មកយើងដោយភាពងាយស្រួលខ្ញុំសូមrefresh ម្ដងទៀតបាទនេះអ្នកគ្នាអាចចូលទៅក្នុង today ឬមកក៏ថ្ងៃខែដែលឃើញស្មើយើងចុចទៅបាទវានឹងឃើញថ្ងៃខែដែលគាត់ផ្ញើរូបភាពបាទសូមបញ្ជាក់ផងដែរពាក់ព័ន្ធនឹង voice នេះដល់អ្នកគ្នាអូសមើលទៅហើយមួយទៀតអ្នកគ្នាអាចមើលនេះកន្លែង voice នេះប៉ុន្តែវាក៏ចេញថ្ងៃខែឲ្យយើងដែរតែគាត់ថាជាក់ស្ដែងវាអត់ប្រកាសថាvoice ហ្នឹងវានិយាយអីបង្ហាញអីចឹងណាអរគុណសម្រាប់ការទស្សនាសម្រាប់វីដេអូនេះបាទបើសិនអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍សូមជួយ share ហើយ comment ពាក់ព័ន្ធនឹងរាល់ចំណុចផ្សេងៗរបស់អ្នកនរគ្នាបាទអរគុណជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ